នេះជាសមត្ថភាពរត់ក្រោះប្រយុទ្ធទេ90 MK3 របស់ឥណ្ឌាសូមស្វាគមន៍មកកាន់ Channel YouTube KH New ជា Channel ធ្វើការ review លើសមត្ថភាពសព្វវុធជុំវិញពិភពលោកដោយមានការស្នើសុំពីបងប្អូនយើងឲ្យខ្ញុំនិយាយអំពីអាវុធមហាយៈឥណ្ឌាពីព្រោះតែនៅពេលនេះកងទ័ពឥណ្ឌានិងកម្ពុជាកំពុងធ្វើសម្ពាធយោធាជាមួយគ្នាជាលើកទី2ហើយក៏មានប្រិយមិត្តយើងជាច្រើនបានចាប់អារម្មណ៍លើសមត្ថភាពសព្វវុធរបស់ឥណ្ឌាផងដែរដោយចាប់ផ្ដើមដំបូងពីរថក្រោះប្រយុទ្ធទេ90 Bismarck MK3 គឺនាចាប់ផ្ដើមដាក់ប្រើប្រាស់រថក្រោះធុននេះក្នុងកងរថក្រោះរបស់ខ្លួនកាលពីថ្ងៃទី7 ខែតុលាឆ្នាំ2024កន្លងទៅក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថារថក្រោះទេ90 Bismarck MK3 នេះវាជាប្រភេទរថក្រោះប្រយុទ្ធស៊េរីថ្មីដែលនាសហការជាមួយរុស្ស៊ីដើម្បីធ្វើទំនើបកម្មវាដោយប្រិយមិត្តយើងដឹងស្រាប់ហើយថាសព្វវុធឥណ្ឌាមួយភាគធំគឺទិញពីរុស្ស៊ីដូចជាយន្តហោះចម្បាំងមីស៊ីលរថក្រោះរថពីដែកកាំភ្លើងធំនិងកាំភ្លើងប្រចាំកាយរបស់កងទ័ពជាដើមគ្រាន់តែរថក្រោះធុនទេ90ឥណ្ឌាមានរហូតដល់1657គ្រឿងនិងរថក្រោះទេ72ឥណ្ឌាមានរហូតដល់2418គ្រឿងឯណោះដើម្បីឲ្យកងទ័ពខ្លួនមានកម្លាំងខ្លាំងក្លាច្បាស់ណាស់ឥណ្ឌាត្រូវតែធ្វើទំនើបកម្មនៅសព្វវុធរបស់ខ្លួនដែលឲ្យទាន់ស្ថានភាពយោធាពិភពលោកនាពេលបច្ចុប្បន្ននេះដូច្នេះឥណ្ឌាបានសហការជាមួយរុស្ស៊ីដើម្បីបើករោងចក្រផលិតអាវុធនិងធ្វើទំនើបកម្មអាវុធលើទឹកដីរបស់ខ្លួនដូចជារថក្រោះទេ90 MK ស្រេនេះអីចឹងឥណ្ឌាបានយករថក្រោះទេ90ជាង1000គ្រឿងរបស់ខ្លួនមកធ្វើការអាប់ក្រេតឲ្យកាន់តែទំនើបជាងមុនដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាទាន់សម័យដែលខ្លួនទើបនឹងរកឃើញដោយខ្លួនឯងដោយរថក្រោះប្រភេទនេះមានទម្ងន់ 50.7 តោនបំពាក់ម៉ាស៊ីនមានកម្លាំង1130សេសរត់ខ្លួន60គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ550គីឡូម៉ែត្របំពាក់ដោយកាំភ្លើងធំកណ្ដុង125មីលីម៉ែត្រ 2A45M បាញ់បានចម្ងាយ8គីឡូម៉ែត្រនៅត្រង់ដំបូលរបស់វាបំពាក់កាំភ្លើងយន្ត7.62មីលីម៉ែត្រមួយដើមឬក៏បំពាក់សព្វវុធជាលក្ខណៈ Remote Weapon Station មានកាំភ្លើងយន្តនិងគ្រាប់3000គ្រាប់បំពង់សម្រាប់បាញ់គ្រាប់បែក12កណ្ដុងកាមេរ៉ាចាប់យករូបភាពសត្រូវដែលនៅឆ្ងាយប្រព័ន្ធគ្រប់គ្រងការបាញ់ដោយ Computer Ballistic ប្រព័ន្ធ Laser ស្វែងរកគោលដៅនិងតាមដានគោលដៅដោយស្វ័យប្រវត្តិដោយអាចចាប់សញ្ញាបានចម្ងាយ5គីឡូម៉ែត្រប្រព័ន្ធសម្រាប់មើលនៅពេលយប់ប្រព័ន្ធច្រកអបដោយស្វ័យប្រវត្តិនិងអាចផ្ទុកគ្រាប់បាន42គ្រាប់ជាដើម